ព្រះស្ដេចគឺជាស្រុកមួយដែលស្ថិតនៅលើទឹកដីខេត្តព្រៃវែងស្រុកព្រះស្ដេចស្ថិតនៅទិសខាងត្បូងជាប់នឹងព្រំប្រទល់វៀតណាមចាជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានស្គាល់មិនទាន់បានឃើញអំពីទស្សនវិជ្ជាសកម្មភាពជាក់ស្ដែងដែលនៅក្នុងទីតាំងស្រុកព្រះស្ដេចដូច្នេះនាងខ្ញុំក៏សូមគោរពអញ្ជើញទៅកាន់ពុកម៉ែបងប្អូនអ៊ំពូមីងលោកតាលោកយាយចាអញ្ជើញមកទស្សនាអំពីសកម្មភាពខ្លះៗដែលនាងខ្ញុំបានផ្ដិតចេញពីទីតាំងនៃស្រុកព្រះស្ដេចខេត្តព្រៃវែងនេះឯងដូច្នេះពេលបច្ចុប្បន្ននេះទីតាំងនៃស្រុកព្រះស្ដេចខេត្តព្រៃវែងចាបងប្អូនដូចបានទស្សនាឃើញជាក់ស្ដែងហើយចាមានការរីកឈ្មោះចាល្បីល្បាញនិងមានការអភិវឌ្ឍខ្លាំងមែនទែនចាមិនថាផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យវត្តអារាមនានាចាពុកម៉ែបងប្អូនតែងតែលើនាងខ្ញុំចាផ្សព្វផ្សាយជូនទៅកាន់ពុកម៉ែបងប្អូនកន្លងមកហើយចាមានផ្សារមានសាលារៀននិយាយទៅរីកគ្រប់វិស័យទាំងអស់តែម្ដងចាដូច្នេះនៅក្នុងវីដេអូមួយនេះគ្រាន់តែនាងខ្ញុំថតខ្លះអំពីទស្សនវិជ្ជាជាក់ស្ដែងចាប្លង់ខ្លះដែលនាងខ្ញុំចង់យកមកបង្ហាញទៅកាន់ពុកម៉ែបងប្អូនដែលមិនធ្លាប់បានឃើញមិនធ្លាប់បានស្គាល់នៅពេលបច្ចុប្បន្ននេះអំពីស្រុកព្រះស្ដេចខេត្តព្រៃវែងបងប្អូនខ្លះទៅគាត់គ្រាន់តែឮតែគាត់អត់ទាន់បានឃើញអញ្ចឹងណាចាតាមរយៈវីដេអូនេះផងដែរនាងខ្ញុំក៏បានថតប្លង់ខ្លះចាតកតងទៅនឹងទឹកដីចានៃស្រុកព្រះស្ដេចតើបច្ចុប្បន្ននេះមានការអភិវឌ្ឍទៅលើអីខ្លះចាបច្ចុប្បន្ននេះមានការអភិវឌ្ឍទៅលើចំណុចណាខ្លះពុកម៉ែបងប្អូនគ្រាន់តែទស្សនាតាមរយៈវីដេអូមួយនេះក៏អាចដឹងខ្លះដែរចាដូចដែលពុកម៉ែបងប្អូនបានទស្សនាត្រួសមកហើយចាតាមរយៈវីដេអូដែលនាងខ្ញុំបានតែងតែផុសនិយាយអំពីទីតាំងស្រុកព្រះស្ដេចជូនទៅកាន់ពុកម៉ែបងប្អូននៅក្នុងនាមនាងខ្ញុំដែលជាប្រជាពលរដ្ឋម្នាក់ចាដែលបានកើតនៅលើទឹកដីនៅក្នុងទីតាំងស្រុកព្រះស្ដេចខេត្តព្រៃវែងនេះចាមានកិត្តិយសទៅឧត្តមចាមែនតែនតែងតែមានទឹកចិត្តជ្រះថ្លាចែករំលែករាល់សកម្មភាពរបស់ថ្នាក់ដឹកនាំដែលគាត់មានការយកចិត្តទុកដាក់ចាអភិវឌ្ឍគ្រប់វិស័យទាំងអស់តែម្ដងដើម្បីចែកជូនពុកម៉ែបងប្អូនចាងាយស្រួលនៅក្នុងការផ្គត់ផ្គង់ចាក៏ដូចជាការធ្វើដំណើរនៅក្នុងពេលបច្ចុប្បន្ននេះចាមានគ្រប់ទាំងអស់តែម្ដងអត់ទាស់ខ្វះចន្លោះទាំងណាទេហើយចំណុចទាំងអស់នេះដោយសារតែមានថ្នាក់ដឹកនាំជាច្រើនរូបចានៅក្នុងខេត្តព្រៃវែងមានការខិតខំប្រឹងប្រែងព្យាយាមចារាល់ពុះពៀគ្រប់ឧបសគ្គទាំងអស់ហ្មងចាដើម្បីចែកជូនទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តក្តីនៅក្នុងស្រុកនានាក្តីចាគឺពួកគាត់តែងតែមានការយកចិត្តទុកដាក់ខ្លាំងមែនទែនហ្មងចាហើយនាងខ្ញុំដែរក្នុងនាមនាងខ្ញុំដែរជាប្រជាពលរដ្ឋម្នាក់ដែរចាពិតជាសប្បាយចិត្តរីករាយមែនទែនហ្មងដោយឃើញពីពេលបច្ចុប្បន្ននេះចាមិនថាមន្ទីរពេទ្យសាលារៀនចាផ្លូវថ្នល់តាមវត្តអារាមនានាចាឬក៏ការអភិវឌ្ឍចាផ្សេងជាច្រើនមុខទៀតចានៅក្នុងទីតាំងស្រុកព្រះស្ដេចខេត្តព្រៃវែងហ្នឹងនាងខ្ញុំសង្កេតឃើញថាបច្ចុប្បន្នគឺល្អខ្លាំងមែនទែនតែម្ដងចាដោយតាមរយៈការទស្សនានៅក្នុងវីដេអូមួយនេះចាពុកម៉ែបងប្អូនបានឃើញជាក់ស្ដែងហើយចាថតពីនាងខ្ញុំផ្ទាល់ដោយបញ្ចូលសលេងដែលនាងខ្ញុំផ្ទាល់ចាបងប្អូនបើសិនណាជាខ្ញុំនិយាយទៅចាមានការតោះខុសលើសលប់ចាត្រង់ចំណុចណាមួយចាសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់ចាជាស្រ័យមកកាន់នេះខ្ញុំចាព្រោះតការអត្ថប្រយោជន៍នេះចាមិនមានអ្វីជាការព្រៀងទុកទេហើយជាចុងក្រោយចាសូមជូនពរពុកម៉ែបងប្អូនទាំងអស់ចាជួបតែសុខសំណាងល្អហើយកុំភ្លេចណាបងប្អូនដែលនៅខាងខេត្តព្រៃវែងស្រុកព្រះស្ដេចឬក៏ស្រុកផ្សេងចាអាចជួយចែករំលែកនៅសកម្មភាពនៅវីដេអូដែលនេះខ្ញុំបានផុសនេះចាម្នាក់មួយផងចាហើយក៏អរគុណពុកម៉ែបងប្អូនដែលតែងតែចូលចែករំលែកហើយចុច like ចុច share ចាបន្តចាសូមអរគុណ